ខ្ញុំរងចាំពេលនេះជាយូរមកហើយនៅពេលនេះម៉ោង11ហើយមិនមែនម៉ោង11ថ្ងៃទេគឺម៉ោង11យប់ហើយចេញម្លងទៀតហើយលេងតាខ្ញុំចេញមកមុខបែជ្រក់កំពេញរាជកុំច្រឡំថាអាហ្នឹងទិញគេបងប្អូនម៉ាក់ខ្ញុំត្រាំសំមិញហ្នឹងតើយើងមកមើលវិធីធ្វើទាំងអស់គ្នាដល់ខែកាពីញីហើយនេះក៏ជាកាពីញីចកាខ្ញុំផ្ទាល់គ្រាន់តែមួយផ្លែធំជាងគេនេះគឺកន្លះគីឡូជាដំបូងខ្ញុំដាំទឹកអំបិលសិនហើយបន្ទាប់មកខ្ញុំយកកាពីញីនេះទៅចិតសបកឲ្យស្អាតទាំងអស់កាពីញី5 6ផ្លែនេះវាចូលប្រហែលជា3គីឡូអីបងប្អូនកាពីញីធម្មជាតិនេះតាមប្រមូលផលបានលើកទី1ឯងបងប្អូនហើយផ្លែធំល្អអញ្ចឹងហើយក៏នឹកឃើញខ្ញុំមកធ្វើជ្រក់កាពីញីរីទុកញ៉ាំតែម្ដងទៅគ្រាន់តែចិតសបកហើយមិនទាន់នេះកាពីញីរឡើងខ្មៅឯងបងប្អូនហើយយើងយកវាលាងសម្អាតទឹកឲ្យស្អាតមកហើយនៅពេលដែលទឹកអំបិលរបស់យើងដាំពុះហើយហ្នឹងគឺយើងយកកាពីញីដែលយើងចិតបាញ់មិញហ្នឹងយកមកត្រាំហ្មងនិយាយទៅយើងត្រូវត្រាំទឹកអំបិលនេះដើម្បីឲ្យវាអស់ជ័រហើយក៏កាត់បន្ថយភាពខ្មៅរបស់កាពីញីអញ្ចឹងហើយយើងត្រាំវាពេលដែលទឹកអំបិលហ្នឹងកំពុងតែក្តៅហើយយើងគ្របទុកវាមួយយប់មកហើយស្អែកឡើងគឺយើងឃើញថាកាពីញីយើងគឺសល្អហើយការត្រាំទឹកអំបិលក្តៅបែបនេះវាជួយឲ្យសាច់កាពីញីទន់ឆ្ងាញ់ហើយកាពីញីដែលជ្រក់បានជោគជ័យហើយតំណងឆ្ងាញ់គឺវាមានភាពសបែបនេះហើយសាច់របស់កាពីញីហ្នឹងគឺទន់ល្មមឆ្ងាញ់ហ្មងហើយក៏អត់មានជាតិហាងជ័ររបស់កាពីញីដែររួចហើយគឺខ្ញុំស្រង់វាពីទឹកអំបិលហ្នឹងមកយកមកពុះជាច្អូបែបហ្នឹងហ្នឹងបងប្អូនចង់ពុះជាមិនក៏បានដែរប៉ុន្តែខ្ញុំពុះអញ្ចឹងគឺវាចូលជាតិបានល្អនៅពេលដែលយើងយកអំបិលមកបន្លាហើយបន្ទាប់មកគឺយើងជ្រៀកវាពាក់កណ្ដាលបែបនេះជាទូទៅកន្លែងអ្នកលក់ច្រើនតែគាត់ធ្វើអញ្ចឹងហើយឡើងតំណងឆ្ងាញ់មែនតើនិយាយទៅគ្រាន់តែឃើញហើយគឺស្រក់ទឹកមាត់ច្រោបហ្មងណាហើយបន្ទាប់មកគឺយើងចកត់វាឲ្យរៀងកប៉ែតចឹងមកព្រោះពេលដែលយើងប្រឡាក់អំបិលទេវាចូលជាតិល្អណាតើយើងត្បូងអំបិលទេខ្ញុំប្រើមកទេតែ5គ្រាប់ទេត្បូងថាដាក់10គ្រាប់ដល់ពេលជាថាមកកុំដាក់ហិលពេកខ្លាចអូនញ៉ាំអត់កើជាចូលចិត្តមកជូរមែនតែមិនសូវចំណាប់រឿងហិលទេពេលបុកមកទេរៀងម៉ត់បន្តិចហើយខ្ញុំដាក់អំបិលស្ករសម្សៅស៊ុបដើម្បីឲ្យវាមានជាតិដោយសារខ្ញុំអត់ប្រើប៊ីចេងបងប្អូនចង់ប្រើប៊ីចេងក៏បានដែរបន្ទាប់ពីនោះខ្ញុំដាក់បាគាក្រៀមឬគេហៅថា heavy ហ្នឹងហើយក៏បន្តបុកវាទៀតប៉ុន្តែខ្ញុំបុកអត់ឲ្យបាគាក្រៀមហ្នឹងម៉ត់ពេកទេឲ្យវានៅដុំហ្នឹងមិនឆ្ងាញ់បុកហើយភ្លាមគឺយកមកប្រឡាក់ជាមួយនឹងកាពីញីដែលយើងបានពុះមិញភ្លាមហ្មងប្រើសម្ដៅផងបងប្អូនណានិយាយពីថាម្ទេសប៉ះហើយកាហាយ2ថ្ងៃមិនតាន់បាត់ផងអញ្ចឹងប្រើសម្ដៅបងប្អូនណាយើងធ្វើការប្រឡាក់កាពីញីរេចមួយឲ្យចូលជាតិសពល្អបងប្អូនយើងយកអំបិលម្ទេសហ្នឹងយកមកច្របាច់ចូលឲ្យគ្រប់ច្អូទាំងអស់បោះកាពីញីហ្នឹងមកដើម្បីឲ្យវាចូលជាតិងុំឆ្ងាញ់នឹងក្នុងហ្នឹងហ្មងទាំងខាងក្រៅទាំងខាងក្នុងសាច់គឺជាតិស្មើគ្នាល្អហ្មងបងប្អូនណាចំពោះរសជាតិរបស់អំបិលបងប្អូនអាចដាក់តាមចំណូលចិត្តបើបងប្អូនចូលចិត្តរៀងប្រៃបងប្អូនលៃតាមនឹងមកតែខ្ញុំចូលចិត្តផ្អែមប្រៃហិលអញ្ចឹងគឺខ្ញុំលៃគ្រឿងតាមនឹងហើយបន្ទាប់មកខ្ញុំរោយស្ករហើយនឹងបាគាក្រៀមបន្ថែមទៀតដោយខ្ញុំបាននិយាយមិញអញ្ចឹងគឺចូលចិត្តបែបប្រៃផ្អែមហើយនឹងហិលអញ្ចឹងទៅគឺខ្ញុំថែមស្ករបន្តិចទៀតតែស្ករហ្នឹងគឺខ្ញុំអត់បុកជាមួយអំបិលមិញទេគឺខ្ញុំទុករោយប្រឡាក់វាតាមក្រោយបន្ទាប់មកយើងគ្របវាហើយយកទៅដាក់ក្លាសេក្នុងទូត្រជាក់រយៈពេលប្រហែលជា1ម៉ោងអីមកដើម្បីឲ្យកាពីញីយើងចូលជាតិបន្ទាប់ពី1ម៉ោងក្រោយមកបងប្អូនឃើញអីគឺអំបិលរបស់យើងណាលាយអស់ហើយអាកន្លែងទឹកអំបិលហ្នឹងហើយដល់ជាតិឆ្ងាញ់សាហាវហ្មងហើយចេកវ៉ាល់ដល់ទូទឹកកកឯងនិយាយទឹកមាត់ណាស់ម៉ាក់អើយខ្ញុំចេញមកមុខបែជ្រក់កំពេញរាជឥឡូវខ្ញុំមកនាំបងប្អូនស្រាក់ទឹកមាត់ជាមួយខ្ញុំទាំងកណ្ដាលរាត្រីតោះយើងមកស្រាក់ទឹកមាត់ទាំងអស់គ្នាអានេះកាពីញីធម្មជាតិបងប្អូនចកាម៉ាក់តាខ្ញុំណាមួយចង់កន្លះគីឡូឯងបងប្អូនបាច់ជ្រលក់អំបិលក៏ឆ្ងាញ់ដែរបងប្អូនព្រោះម៉ាក់ខ្ញុំធ្វើគ្រឿងល្មមរសជាតិនិយាយទៅល្មមឆ្ងាញ់ហ្មងមកខ្វល់បងប្អូនប៉ុណ្ណាណៃគ្រាប់វាអត់ជូរទេណាបងប្អូនគ្រាប់គេផ្អែមហ្មងឆ្ងាញ់យកបដៅហ្មងតែប៉ុណ្ណឹងយប់ហ្នឹងនឹងដេកលក់ស្រួលហ្មងបងប្អូន